លំនាំឥសូបាគឺជាលំនាំមួយដែលឧស្ម័នប្រែប្រួលភាពដោយរក្សាសម្ពាធថេរបើតាក់ទងទៅនឹងច្បាប់គឺច្បាប់សាលហើយនៅពេលនេះខ្ញុំក៏លើកយកលំហាត់មួយដែរដែលតាក់ទងទៅនឹងលំនាំឥសូបាគឺគេបន្លែឧស្ម័នអុកស៊ីសែនដោយពីស្តង់នៅក្នុងស៊ីឡាំងមួយដោយរក្សាសម្ពាធថេរគណៈឧស្ម័នរួមមាត្រវាបំភាយកម្ដៅ 2100 Joule និងថាមពលក្នុងថយចុះ 1500 Joule សំណួរកគណនាកំណរបស់ឧស្ម័នសម្រាប់បំរាប់របស់យើងនេះឧស្ម័នបំភាយកម្ដៅយើងធ្លាប់ដឹងហើយនៅពេលដែលឧស្ម័នបំភាយកម្ដៅតម្លៃរបស់វាគឺអវិជ្ជមានដោយឡែកថាមពលក្នុងក៏ដូចគ្នាថាមពលក្នុងថយចុះ 1500 អញ្ចឹងថាមពលក្នុងថយចុះ delta អ៊ុយក៏អវិជ្ជមានដែរដូច្នេះបំរាប់ទាំងពីរនេះសម្រាប់លំហាត់ហ្នឹងគឺអវិជ្ជមានទាំងពីរការរកកំណនៃលំហាត់នេះគឺយើងអាចរកបានតាមច្បាប់ទី1 thermodynamic យើងអត់រកតាមកំណលំនាំឥសូបាទេដែលកំណឥសូបារូបមន្តរបស់វា W ស្មើនឹង P V2 ដក V1 V2 ដក V1 ហ្នឹងយើងដាក់ delta V ក៏បានដែរយើងរកតាមហ្នឹងមិនបានទេកំណរបស់យើងណាដោយសារតែมันមានបំរាប់គ្រប់គ្រាន់ទេសម្ពាធអត់តាន់ដឹងទេតែមៀត2មៀត1មៀតស្រេចមៀតដើមយើងដឹងនៅសំណួរខតែទោះយ៉ាងណាក៏នៅតែរកមិនកើតដែរព្រោះសំណួរខប្រធានរកសម្ពាធមិនអត់តាន់បានអានណាបើសិនជាយើងបំលែងដូចជា n air delta t ក៏នៅតែរកមិនចេញដែរ t2 ដក t1 ព្រោះpv វាស្មើ n air t ហើយ p delta v ក៏ស្មើនឹង n air delta t ដែរសម្រាប់លំនាំឥសូបាអញ្ចឹងរូបមន្តរបស់យើងនេះរកកំណមិនចេញទេការរកកំណចេញគឺយើងរកតាមច្បាប់ទី1ព្រោះបំរាប់នៃប្រធានបំរាប់នៃលំហាត់ហ្នឹងគឺប្រាប់គុយនិង delta អ៊ុយដូច្នេះយើងកែតែម្ដងកុំឲ្យហាត់ពេលច្រើនសំណួរកការធ្វើដំណោះស្រាយរបស់ខ្ញុំនេះគឺត្រួសទេបាទយើងរកតាមច្បាប់ទី1ដែលរូបមន្តរបស់វាគឺគុយស្មើនឹង W បូក delta អ៊ុយយើងទាញរក W ដែលជាកំណហ្នឹងស្មើនឹងបោះ delta អ៊ុយឆ្លងសញ្ញាស្មើទៅជាដកចឹងវាស្មើនឹងគុយដក delta អ៊ុយសម្រាប់បំរាប់ដូចខ្ញុំនិយាយអំបញ្ញមិញដែរគឺគុយអវិជ្ជមាន delta អ៊ុយក៏អវិជ្ជមានដែរអញ្ចឹងគុយយើងស្មើនឹងដក 2100 Joule ដកនិងដក 1500ចុះអាគុយហើយនឹង delta អ៊ុយនឹងវិជ្ជមាននៅពេលណាគុយវិជ្ជមាននៅពេលដែលឧស្ម័នស្រូបកម្ដៅចំណែក delta អ៊ុយវិជ្ជមាននៅពេលដែលថាមពលក្នុងវាកើនឡើងអញ្ចឹងអាហ្នឹងបានវាវិជ្ជមានការគណនាលេខរបស់យើងឃើញដកបូកអញ្ចឹង 2100 ដក 2100 បូក 1500 សល់ដក 600ដូច្នេះកំណនៃការបន្លែនឧស្ម័នរបស់យើងពេលហ្នឹងគឺស្មើនឹងដក 600ហើយកំណក៏អញ្ចឹងដែរសញ្ញាដកនៅលើកំណនេះគឺបញ្ជាក់ថាឧស្ម័ននឹងរងកំណវាអត់ធ្វើកំណទេធ្វើកំណតតែតម្លៃវាវិជ្ជមានហើយការនិយាយរបស់ប្រធានយើងក៏ទំនោរទៅរកការរងកំណដែរព្រោះនិយាយថាគេបន្លែនឧស្ម័នមានន័យថាយើងបង្រួមមៀតវាមិនមែនរួមខ្លួនឯងទេអញ្ចឹងចម្លើយសំណួរកយើងតែប៉ុណ្្នឹងទេសាមញ្ញមិនជាពិបាកទេអ្វីដែលយើងត្រូវយកទៅដាក់ខ្ពស់នោះគឺទៅលើសញ្ញារបស់គុយនិង delta អ៊ុយព្រោះអាហ្នឹងភាគច្រើនក្មេងធ្លាប់ប្រឡងឆ្នាំកន្លងទៅគាត់តែងតែភ្លេចរឿងសញ្ញាបូកដកហ្នឹងដោយសារតែស្លន់ខ្លាំងពេលប្រឡងអារម្មណ៍ខុសពីពេលរៀនទៅដល់សំណួរខយើងគណនាសម្ពាធដែលថេនោះតើសម្ពាធដែលថេនោះលេខវាស្មើប្រមាណប្រសិនបើមៀតឧស្ម័នវាថយចុះពី6លីត្រមក2លីត្របាទអញ្ចឹងគេបង្រួមមៀតឧស្ម័នហ្នឹងបង្រួម3ដងពី6លីត្រមកដល់2លីត្រការរកកំណពេលនេះមិនមែនទេការរកសម្ពាធពេលនេះគឺយើងអាចត្រឡប់ទៅរកតាមរូបមន្តកំណឥសូបាវិញបានដែលកំណឥសូបាយើងរកតាមរូបមន្តវាគឺ W ស្មើ P V2 ដក V1 យើងទាញរកសម្ពាធទៅ
chẳng nòm áo bé mà nắng tụt đầu vé chạy nắng về pi độ về mùi nhưng chỉ nuôi lấy châu mà đã đau đấy một cái rùa trúa cái món nhé mà giờ độ vào mùi rồi mà prà thì món này cho thì nhà độ mà đài độ vào mùi rồi về pi cứ miết sạch dân cứ pi miết đá vào mùi rương miết nó chẳng đài mình men là bó thông sát tay chỉ là bó sạch thì và tay thì lứa ca prà rùa và việc can láng là bó sạch việc thông chứ là bó đờm và sân thì biết thôi cho với là bó sạch việc tôi chứ là bó đờm vì làm hoa đi sẽ đờm miệt sạch pi lít miệt đá vào mùi để chắc nhưng dâu pi lít đâu từ mai kịp nè pi độ vào mùi con đó xoay con độ 7 ấy cứ chỉ mai kịp nhưng chắp xoay con nâng khát chỉ cả ta làm bất vía pi con đó thì con độ 7 độ nâng vào mùi con đó thì con độ 7 anh ấy chắp xoay con chênh mà khai pi độ vào mùi mà độ buồn để chăng mấy con vía độ chạy độ bột viên ở sáu của muối lửa buồn phải xoay con nhớ là đi độ 7 làm từ lửa tới 7 tham sâu pi ní tiết chẳng vì láng sâu pram của xoay con đọc thì con pram Pascal lấy nó dừng chạy đạch ọt pan nhà ha đi vào muối chạy 4 ma muối cả là đặt muối cả là của bạn lấy trong đặt vào muối lửa buồn thôi mà đà để chẳng xâm biết đã bảo man dân này thầy nắng non ca prai pruol miết pi của mùi lít mà đo pi lít xâm biết vía cứ sma nắng và mùi lửa 4 còn đó thì còn 5 Pascal